កោះទ្រីស្តង់ដាកូញ៉ាដែលមានប្រជាជនរស់នៅត្រឹមតែ238នាក់តើប្រជាជនដាច់ស្រយាលបំផុតនេះរស់នៅនឹងធ្វើអ្វីខ្លះតោះមកស្វែងយល់ទាំងអស់គ្នាការធ្វើដំណើរទៅកាន់កោះនេះចំណាយពេលរហូតដល់12ថ្ងៃដោយឆ្លងកាត់មហាសមុទ្រមួយក្នុងចំណោមមហាសមុទ្រដែលគ្រោះថ្នាក់បំផុតកោះនេះជាដែនដីរបស់ចក្រភពអង់គ្លេសនៅឯនីសមុទ្រហើយក៏ជាភ្នំភ្លើងដែលមាននៅសកម្មផងដែរនៅលើកោះនេះមានទីក្រុងតែមួយគត់គឺ Edinburgh of the Seven Seas ដែលមានអគារប្រហែលជា150ខ្នងនៅទីនោះមានហាងកាហ្វេស្ថានប្រេសនីព្រះវិហារសាលារៀនមន្ទីរពេទ្យនិងសូម្បីតែបារមួយទៀតផងមិនអាក្រក់ទេពួកគេក៏មានអ៊ីនធឺណិតផងដែរជួនកាលនឹងរឿងដ៏គួរឲ្យចាប់អារម្មណ៍នោះគឺថាពួកគេថែមទាំងអាចកម្មង់ទំនិញពី Amazon បានទៀតផងប្រជាជនភាគច្រើនប្រកបរបរនេសាទក្តាមថ្មដើម្បីនាំចេញទៅដីគោកនៅឆ្នាំ1961ការផ្ទុះភ្នំភ្លើងបានបង្ខំឲ្យអ្នកស្រុកជំនះទៅកាន់ចក្រភពអង់គ្លេសទោះបីជាមានការរំពឹងទុកថាពួកគេនឹងនៅតែបន្តរស់នៅលើដីគោកក៏ដោយក៏ស្ទើរតែទាំងអស់បានត្រឡប់មកកោះរបស់ពួកគេវិញដោយរីករាយបន្ទាប់ពីនោះមក